សួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើវីដេអូ part 2 midterm 2ដែលនិយាយពីការបង្កើតក្រុមមាន developer UX UI និង develop ចូលមកចំណុចដំបូងយើងបង្កើតក្រុមយើងត្រូវវាយ sudo បន្ទាប់មកក្រុម add ហើយដាក់ឈ្មោះក្រុមបន្ទាប់ពីយើងបានបង្កើតក្រុមរួចមកយើងទៅមើល list ក្រុមហ្នឹងដើម្បីថាមើលថាវាបានបង្កើតហើយនៅយើងត្រូវវាយពាក្យថា cat etc/group តបមកវាចេញមកនេះនៅខាងក្រោមគេមាន developer UX UI ហើយនិង develop តបមកយើងចូលដល់ចំណុចទី2គឺ delete group ដើម្បី delete group យើងត្រូវប្រើ command sudo group deal ហើយដាក់ឈ្មោះ group បន្ទាប់ពីយើងបង្កើត group ហើយយើងត្រូវ list ដើម្បី list វាយើងវាយ cat/etc/group ឃើញថានេះ group ហ្នឹងយើងបាន delete វាជោគជ័យហើយបន្ទាប់ពី delete ហើយយើងចូលដល់ចំណុចបន្ទាប់គឺបង្កើតវាឡើងវិញដែលយើងវាយពាក្យ comment data ហ្នឹងគឺ sudo group add បន្ទាប់មកឈ្មោះ group ហើយបន្ទាប់ពីយើងបង្កើតហើយយើងទៅ list មើលនេះឃើញថាមកហើយ developer ចូលដល់ចំណុចទី4គឺយើងបង្កើត file ដែលមាន developer process.txt UX UI process.txt និង deal ដល់ process.txt ដើម្បីបង្កើត file បានយើងត្រូវវាយ touch បន្ទាប់មកឈ្មោះ file ណែបន្ទាប់ពីបង្កើតបានមកយើងទៅវាយ comment មួយថា ls.l ដើម្បីlist file ដែលយើងបានបង្កើតមិញឃើញថាវាបានបង្កើតជោគជ័យហើយតបមកចូលដល់ចំណុចបន្តទៀតគឺយើង change permission វាដោយប្រើ command sudo chmod 755តបមកដាក់ឈ្មោះ file ដែលយើងចង់ change permission វាបន្ទាប់ពីយើង change permission មកយើងទៅ check មើលថាវាបាន change ហើយនៅដោយពាក្យវាយ command ថា ls.l ឃើញថា file របស់យើងវាមាន read write ហើយនិង execute ថែមមួយទៀតដែលយើង change permission 755ឲ្យវាបន្ទាប់ពីយើង change permission មកយើងដល់វគ្គមួយទៀតដែលយើងដាក់គ្រប់ឲ្យ file ដូចជា developer file developer យើងដាក់ឲ្យគ្រប់ developer ហើយ file UX UI យើងដាក់ឲ្យគ្រប់ UX UI ដោយយើងប្រើ command ថា sudo chowner ហើយដាក់ចុច2មកដាក់ឈ្មោះគ្រប់និងចុងក្រោយឈ្មោះ file របស់យើងបន្ទាប់ពីដាក់គ្រប់ឲ្យ file មកយើងចូលទៅ check មើលតើfile ហ្នឹងវា load ទៅគ្រប់តាមអ្វីដែលយើងចង់បានហើយយើងវាយ ls.l មកនេះឃើញថាពេលដែលយើង change ដាក់គ្រប់ឲ្យវាទៅឃើញនៅខាងមុខវាហ្នឹងមានពាក្យដូចជា file developer មានគ្រប់ developer នៅខាងមុខហ្នឹងហើយចំណុចទី8ហ្នឹងដើម្បីកុំឲ្យគ្រប់ពីរនឹង access ទៅបានយើងត្រូវ change permission ឲ្យ deal ដោយយើងវាយ sudo chmod 750បោះទៅឲ្យគ្រប់ deal ហ្នឹងបន្ទាប់មកយើងassign user ទៅឲ្យគ្រប់ developer និង UX UI ដើម្បី test មើលថា user ដែលនៅក្នុងក្រុមហ្នឹងមិនអាច access ទៅកាន់គ្រប់ deal បានឥឡូវយើងចូលទៅកាន់ PowerShell ដើម្បីសាញចូលទៅក្នុង user ស៊ូទៀងដែលខ្ញុំassign វាទៅឲ្យគ្រប់ developer និង UX UI តបមកយើងវាយ who am I ឃើញថាខ្ញុំនៅក្នុងក្រុមស៊ូទៀងហ្នឹងហើយយើងអាចឆែកមួយទៀតគឺ ID បន្ទាប់មកខ្ញុំ cd ទៅកាន់ home ហើយ user ស៊ូទៀងតបមកខ្ញុំ ls មើលឃើញក្រុមហ្នឹងហើយ
បន្ទាប់មកខ្ញុំតេស្តមើលថា file នៅក្នុង group ទាំងអស់ហ្នឹងយើងអាចរាយវាបានអត់ខ្ញុំធ្វើការរាយមកបន្ទាប់មកយើង save ឃើញថាយើងរាយបានប៉ុន្តែយើង save អត់កើតទេ